ទាំងអស់គ្នាគុំចាំថ្ងៃស្អែកថ្ងៃនេះគឺជាថ្ងៃត្រូវតែចាប់ដើមកុំឲ្យពាក្យថាស្អែកអាចលួចយកអនាគតរបស់អ្នកជីវិតមិនផ្លាស់ប្ដូរដោយការរងចាំជីវិតផ្លាស់ប្ដូរដោយសកម្មភាពតូចៗដែលយើងត្រូវចាប់ផ្ដើមនៅថ្ងៃនេះមានពេលមួយក្នុងជីវិតដែលមនុស្សម្នាក់ផ្ចាក់ឡើងហើយចាប់ដើមសួរខ្លួនឯងថាហេតុអ្វីខ្ញុំនៅដដែលហេតុអ្វីខ្ញុំចង់បានទុកជីប៉ុន្តែខ្ញុំមិនព្រមចាប់ផ្ដើមហេតុអ្វីខ្ញុំមានសុបិនប៉ុន្តែខ្ញុំនៅតែរងចាំស្អែកបងប្អូនសំណួរទាំងនេះមិនមែនសម្រាប់ធ្វើឲ្យយើងខ្មាស់ខ្លួនឯងទេវាសម្រាប់ធ្វើឲ្យយើងភ្ញាក់ខ្លួនឡើងព្រោះការពិតគឺមនុស្សជាច្រើនមិនប្រាជ័យដោយសារគ្មានសមត្ថភាពទេពួកគេប្រាជ័យដោយសារពន្យាពេលខ្លួនឯងយូរពេកគេនិយាយថាចាំស្អែកសិនចាំមានពេលសិនចាំមានលុយសិនចាំមានអារម្មណ៍ល្អសិនចាំអ្វីៗស្រួលជាងនេះសិនប៉ុន្តែជីវិតមិនបានរងចាំយើងទេនាឡិកានៅតែដើរថ្ងៃនៅតែកន្លងផុតទៅអាយុនៅតែបន្ថែមឱកាសខ្លះកន្លងផុតទៅហើយមិនត្រឡប់មកវិញទេដូច្នោះសារថ្ងៃនេះសម្ញណាស់គុំចាំថ្ងៃស្អែកចាប់ផ្ដើមថ្ងៃនេះមិនចាំបាច់ចាប់ផ្ដើមធំទេមិនចាំបាច់ចាប់ផ្ដើមល្អឥតខ្ចោះទេតែត្រូវតែចាប់ផ្ដើមព្រមនោះដែលចាប់ផ្ដើមតូចនៅថ្ងៃនេះគឺជាមនុស្សដែលកំពុងសាងអនាគតរបស់ខ្លួនដោយស្នាដៃខ្លួនឯងបងប្អូនរបស់ដែលថ្លៃជាងគេបំផុតក្នុងជីវិតមិនមែនជាលុយទេលុយបាត់អាចរកវិញបានរបស់បាត់អាចទិញមកវិញបានកំហុសខ្លះអាចកែវិញបានប៉ុន្តែពេលវេលាដែលកន្លងផុតទៅហើយมันអាចទិញវិញបានទេมันអាចខ្ចីពីអ្នកម្នាក់បានទេมันអាចត្រឡប់មកវិញបានទេសូមស្រ័យមើលពីព្រឹកមានគេដាក់លុយ$86,400ឲ្យអ្នកប៉ុន្តែបើដល់ពាក់កណ្ដាលត្រៀតលុយដែលអ្នកមិនបានប្រើនោះនឹងបាត់អស់តើអ្នកនឹងប្រើវាដោយខ្ជិះខ្ជាយដល់ទេប្រាកដណាស់អ្នកមិនធ្វើបែបនោះទេអ្នកនឹងគិតយ៉ាងម៉ត់ចត់